mình từ xa bà này bằng bồn bệnh sầm bát ấy đâu chứ nè cái bông mi eight man Begensberg bộ mà can ai chầm ra giúp mình vay for man pi chung tập pi tận kem chan ấy đâu ai chầm ra chạy pe sai sắp vị nị him kim riêng ai chầm ra chạy pe cái lạc tật sập mà vĩnh ớt ban mà tật phóng trâu khía bà nhưng mơ lơ riêng cai này nơi ca bị dốt bà nó bảo bị ai tế nó cứ cọt thôn bà có tranh mà thôn thốn á hơi bóng bóng đằng ấy mà giờ vật kem chan này mình nghi miên na vay kem chan ao slop ấy số bây giờ rộp nó có bà bạn này và tay này đặt vay kem chan slop á hơi him kim riêng giúp mấy nhẹ à cà rạ cứ ngớp mau vinh bình bà him kim riêng nơi là tăng chất vay và tay à cà rạ mà con cứ vinh tay mà đâu bà vinh phơi nhà đà sầm bạch bị chọc hơi him kim riêng đi cứ chia cái là co mai tay mà nè cốt đại giả xin vay mà đại chứ nè những anh vậy ban tha giúp mình kim riêng có con riêng tà lang cả lô mà vay đấy tôi tới còn vay hà buồn và hay lô xin kim riêng ai anh ấy nhầm smart đấy nè đại ban xua quá đây nhưng cái ai ham vay bà hơi chấm rán khóc xua quất cả lô đi chỉ học sập và tay giang ná pe đại dây riêng cả lô á cô dươngត្រូវឲ្យតម្លៃទៅកាន់អ្នកដែលគាត់ខំធ្វើគីឡូដូចគ្នាគេខំធ្វើគីឡូក៏គេចាយកម្លាំងបាទហើយយើងក៏សរសើរដូចគ្នាសម្រាប់អ្នកដែលហ៊ានវាយអញ្ចឹងការធ្វើគីឡូនិងការតឡើងគីឡូវាសិតតែមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នាប៉ុន្តែនៅពេលដែលខ្ញុំឃើញអ្នកដែលគេគីឡូធំហើយគេព្យាយាមសម្រកគីឡូបានបែរជាពេលដែលគេឈ្នះបងប្អូនអត់សប្បាយចិត្តហ្នឹងបានដោយសារធំជាងគេទេបាទបងប្អូនត្រូវទៅសើវិញណាដែលកីឡាករគាត់បកកែធ្វើគីឡូកីឡាករខ្លះបាទខ្ជិលធ្វើគីឡូអានេះខ្ញុំនិយាយពាក្យខ្ជិលអានេះកីឡាករខ្លះណារីឯកីឡាករខ្លះទៀតគាត់ខំធ្វើដែរតែធ្វើមិនបានដោយសាររាងកាយរបស់គាត់ហ្នឹងវាពិបាកនៅបញ្ចេញនៅជាតិទឹកអីចឹងទៅបាទអញ្ចឹង2ថ្ងៃជាប់គ្នាសើគ្រូផាន់កើបមាសបាទនៅសង្វៀនថោនទាំង2កម្មវិធីតែម្ដងហើយថ្ងៃហ្នឹងដូចជាវាយទៅដើមអីគេបាទពៀនមាសមួយទៀតហ៎អញ្ចឹងបាននិយាយអំពីក្លឹបគ្រូឆ្នាំ អានេះបើតាមខ្ញុំសង្កេតតាំងពីមុនមកដល់ឥឡូវគឺទី1គាត់ចាយលុយនៅក្នុងការប្រហាត់ចាយលុយហ្នឹងមិនបានន័យថាគាត់ឲ្យសិស្សនោះហូបដិតដល់ហ្មងបាទហូបឲ្យមានកម្លាំងហាត់បើហូបមិនដិតដល់ហាត់ដូចរងថ្ងៃក៏ហាត់អត់កើតដែរក្លឹបគាត់ហាត់វាយមែនតើណាបងបាទឡើងលើរីង 100% ហាត់នៅក្លឹបនោះចូល 70% ហើយបិទតកែងបាទដល់គ្នាមិនថឹងហើយក្រៅពីការហាត់នោះគឺការលេងរាងកាយក៏ខ្លាំងដែរលេងរាងកាយក៏លេងម៉ោងជាងឯនោះបាទហើយបើនិយាយក្លឹបផ្សេងក៏គេលេងដូចគ្នាគ្រាន់តែថាក្លឹបគូផានគឺគាត់ផ្ដោតលើការហូបចុកនោះខ្លាំងហ្មងបាទទី1ហើយទី2គឺការលេងរាងកាយទី3អ្នកណាមិនស្ដាប់ពីន័យត្រូវថ្មោករបស់គូផានបងប្អូនគូផាននេះមួយគាត់ធ្លាប់ប្រាប់ខ្ញុំហើយក៏ខ្ញុំធ្លាប់បង្ហោះលើ page ដែរគាត់ថាមិនថាល្បីដូចពីសម្បត្តិទេតើមិនរត់ពីន័យគឺដកចោលមកបាទគ្រាន់តែថាគាត់មានករណីលើកលែងដែរហើយបងប្អូនមើលមករយៈក្រោយនេះមើលថាតើមានសិស្សគ្រូឆ្នាំប្រហែលអ្នកដែលធ្វើខុសវិន័យហើយត្រូវបានគាត់យកមកបង្ហោះដូចមុនណាអត់មានទេប៉ុន្តែសួរថាតើមករយៈនេះសិស្សគ្រូឆ្នាំប្រហែលអ្នកដែលចេញពីក្លឹបបាទមានច្រើនកីឡាករខ្លះគាត់ឈានដល់ការប្រកួតអន្តរជាតិទៅហើយបែរជាគាត់មិនអាចស៊ូបានបាទដោយសារតែ talent បាទឬក៏ទេពកោសល្យរបស់គាត់មិនអាចទៅមុខអញ្ចឹងរឿងហាត់បដាលនេះសុកចិត្តតែល្បីសុកចិត្តតែខ្លាំងទេបងប្អូនទី1គឺខ្លួនយើងទី2គឺស្ដាប់ពីនៃគ្រូបាទទី3គឺតាក់ទងនឹង talent ដងរបស់យើងដែរអញ្ចឹងរឿងរ៉ាវរបស់ក្លឹបគូឆ្នាំទីពេលបច្ចុប្បន្ននេះកំពុងតែផ្ទុះបាទនៅលើបណ្ដាញសង្គម Facebook ដោយសារតែសិស្សគាត់មិនថាចាញ់មិនថាឈ្នះឡើងទៅវាយដឹងតែក្រៅអីចឹងណាប៉ុន្តែក៏មិនមែនថាមួយអាទិត្យនោះសិស្សគ្រូឆ្នាំមិនចាញ់ទេក៏មានចាញ់ដែរគ្រាន់ថាចាញ់តិចបាទយើងឃើញថាវាយឧបមាថា10នាក់អីចឹងណាបាទចាញ់ដូចជាយ៉ាងច្រើនផុត3បាទចកា2យ៉ាងកាមិនទាំងចាញ់ទៀតហើយបើមើលលទ្ធផលនៃការឈ្នះភាគច្រើន KO បាទដូចអាចចម្រើនយុបមិញពេជ្រអាទិទេពបាទអ្នកខេត្តកំពង់ធំខ្ញុំហ្នឹងបាទតំណាងឲ្យកំពង់ធំយើងមួយទៀតហើយបន្ទាប់ពីឈឿនអ្វីអាចចាត់ទុកថាអាទិទេពនឹងហើយនៅពេលបច្ចុប្បន្នណាដែលសាងស្នាដៃបាទជូនខេត្តរួមទាំងកីឡាករផ្សេងទៀតបាទនៅក្នុងខេត្តកំពង់ធំដែលខ្ញុំមិនបានរៀបរាប់ឈ្មោះអស់បាទអញ្ចឹងគ្រូផាន់កើបឥឡូវកំពុងតែសាងសង់ក្លឹបដ៏ធំមួយបាទមានទាំងកន្លែងដូចជាជីមផងកន្លែងកាហ្វេផងបាទមិនទាន់រួចរាល់ទេបាទខ្ញុំមិនដែលបានទៅដល់ក្លឹបថ្មីគាត់ទេទៅក្លឹបចាស់ចាំមើលគេណាតនេបាទឈៀងទៅកាន់ក្លឹបថ្មីរបស់គាត់អញ្ចឹងសរុបមកវិញ2ថ្ងៃគ្រូឆ្នើមកើបមាស2កន្លែងផ្សេងគ្នា2កម្មវិធីផ្សេងគ្នានៅក្នុងស្ថានីយ៍តែមួយ